ជម្រាបសួរលោកគ្រូខ្ញុំបាទជាចន្ទរងមកពីក្រុម SU2434 ថ្ងៃនេះដែរខ្ញុំមកបកស្រាយអំពីលេខចំណុចទី1ដូចនេះចូលចំណុចទី1គឺ Super User Super User ឬក៏ Command SU គឺមានន័យថាការ switch user អញ្ចឹងឧទាហរណ៍ថាបើសិនខ្ញុំចង់ switch user នៅក្នុងUbuntu យើងអាចវាយ SU បានប៉ុន្តែបើសិនជាយើងកំពុងតែចូលនៅលើ user ណាមួយយើងអាចប្រើ command មួយទៀតគឺ sudo គឺ super user sudo su ដូចនេះយើងអាចដាក់នៅ user ដែលយើងចង់ switch ទៅបានឥឡូវខ្ញុំចង់ switch ទៅ user su2434 ដូចនេះខ្ញុំអាចវាយ command sudo su2434 ហើយខ្ញុំចុច enter បន្ទាប់មកយើងអាចដាក់ password នៃ user ដែលយើងចង់ switch ទៅនោះយើងនឹងបាន switch ទៅលើ user ដែលយើងចង់ switch ទៅគឺ user su2434 បន្ទាប់មកគឺបើសិនជាយើងចង់ switch ទៅលើ user root យើងអាចវាយ command មួយចំនួនបានដូចជា sudo .option i ឥឡូវខ្ញុំវាយ sudo option i ហើយយើងដាក់ password នោះយើងនឹងចូលនៅលើ user root ឥឡូវខ្ញុំអាច exit ទៅកាន់ user ដើមរបស់ខ្ញុំបានបន្តមកចូលចំណុចបន្ទាប់គឺនិយាយអំពី who am I who am I គឺជា command មួយដែលសម្រាប់បង្ហាញពី user ដែលយើងកំពុងតែឈរនៅបច្ចុប្បន្នឥឡូវខ្ញុំចង់ដឹងថា user របស់ខ្ញុំមានឈ្មោះអីគឺជា user មួយណាខ្ញុំអាចវាយ command who am I បាននេះគឺ user បច្ចុប្បន្នដែលខ្ញុំកំពុងតែឈរនៅគឺ user su2434 បន្តមកគឺ command pwd pwd គឺជា command ដែលសម្រាប់បង្ហាញពី directory ដែលយើងតែកំពុងតែនៅបច្ចុប្បន្នឬក៏ pwd នឹងគឺសម្រាប់ list នៅ directory ទាំងអស់ដែលមាននៅក្នុង user មួយហ្នឹង pwd នេះគឺជា directory ដែលមាននៅក្នុង user su2434 ដែលមានដូចជា /home /su2434 បន្តមកចូលចំណុចបន្ទាប់គឺជា cd គឺជាការចង់ទៅកាន់ directory មួយណាដែលយើងចង់ទៅឧទាហរណ៍ថាពេលនេះខ្ញុំកំពុងតែឈរនៅលើ user su2434 ហើយខ្ញុំចង់ទៅកាន់ home អញ្ចឹងខ្ញុំអាចវាយ cd ជាមួយនឹង / បានcd /home នោះវានឹងនាំខ្ញុំទៅកាន់ directory home នេះឥឡូវនេះគឺខ្ញុំកំពុងតែចូលនៅលើ directory home បន្តមកបើសិនជាខ្ញុំចង់បើសិនជាខ្ញុំចង់ត្រឡប់ថយក្រោយវិញម្ដងអញ្ចឹងខ្ញុំអាចវាយ command cd ជាមួយនឹង double cd ចុច 2នោះខ្ញុំនឹងត្រឡប់ទៅកាន់ directory su2434 របស់ខ្ញុំវិញបន្តមកក្នុង command cd ហ្នឹងក៏មាននៅ option ផ្សេងៗដែរដូចជា option មួយនេះ option ផ្កាយ option ដកជាដើមបន្តមកទៀតយើងអាចចូលទៅកាន់command ls ដែល command ls ហ្នឹងគឺជា command សម្រាប់ធ្វើការ list file ឬក៏ directory ដែល command ls មាន option ដូចជា /a option ដូចជា a ឬក៏ l a មានន័យថា list all command list all file ឬក៏ directory ទាំងអស់ដល់ពេល option l មានន័យថា list long term ឬក៏ long format ជាដើមដូចនេះខ្ញុំអាចខ្ញុំបើសិនជាខ្ញុំចង់ដឹងថានៅក្នុង su2434 ហ្នឹងមាន directory អីខ្លះខ្ញុំអាចវាយ command ls បាននេះគឺជា directory នៅក្នុង su2434 ប៉ុន្តែបើសិនជាយើងចង់មើលតា directory ណាដែលអត់លាក់ទេអញ្ចឹងយើងអាចវាយ command ls ធម្មតាបាននេះគឺជា directory ទាំងអស់ដែលនៅក្នុង su2434
បន្ទាប់មកខ្ញុំអាចធ្វើការ clear ម្យ៉ាងវិញទៀត command ls ក៏យើងអាចលេខទៅលើ directory ណាមួយក៏បានដែរឧទាហរណ៍ដូចជាខ្ញុំចង់លេខទៅលើ directory home អញ្ចឹងខ្ញុំអាចវាយ command ls/home អញ្ចឹងវានឹងបង្ហាញពី directory ដែលមាននៅក្នុង directory home អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដឹងថា SU2434 ហ្នឹងមានអីគេខ្លះទៀតអញ្ចឹងខ្ញុំអាចវាយ command ls/home/SU2434 នោះវានឹងបង្ហាញនៅ directory ផ្សេងៗដែលមាននៅក្នុង directory SU2434 មួយនោះដែលមានដូចជាfile text ទាំង3នេះចូលចំណុចបន្ទាប់គឺនិយាយអំពីការ create ទៅលើ directory ដែលប្រើ command មួយនេះ mkdir អញ្ចឹងយើងអាច create directory បានឧទាហរណ៍ថាខ្ញុំចង់ create directory នៅក្នុង directory home អញ្ចឹងខ្ញុំអាច cd ទៅកាន់ home SU2434 បន្ទាប់មកខ្ញុំអាចធ្វើការបង្កើតនៅ directory របស់ខ្ញុំបានដោយខ្ញុំវាយ command make ហើយនៅក្នុងការបង្កើតឬក៏ create ទៅលើ directory ក៏មាន option ចំនួន2ផងដែរដូចជា option P ហើយនិង option V option P ឬក៏ parent មានន័យថាការ create directory including parent directory បន្ទាប់មក option V ឬក៏ verbose មានន័យថាយើងបង្ហាញនៅ information នៅពេលដែលយើងបង្កើត directory មួយនោះហើយអញ្ចឹងខ្ញុំអាចប្រើ mkdir ប្រើ option PV បន្ទាប់មកខ្ញុំចង់បង្កើត directory ឧទាហរណ៍ថាខ្ញុំចង់បង្កើត directory folder មួយអញ្ចឹងខ្ញុំអាចវាយ folder មួយនោះ create directory folder មួយនោះគឺវាបាន create ហើយវាក៏បានផ្ដល់ជា information ផងដែរដោយសារយើងប្រើ option V អញ្ចឹងបើសិនជាយើងចង់ដឹងថាវា create មែនឬអត់យើងអាច list មើលបាទនេះគឺជា directory ដែលយើងបាន create អំបញ្ញមិញចូលចំណុចបន្ទាប់គឺនិយាយអំពីការ create ទៅលើ file ដែលការ create ទៅលើ file ហ្នឹងមានដូចជា command touch command vi ឥឡូវនេះខ្ញុំសូមតេស្តទៅលើ command touch មុនគេអញ្ចឹងខ្ញុំអាចបង្កើតដោយប្រើ command touch បានដោយបើសិនជាយើងប្រើ command touch នោះវានឹង create នៅ file ទទេមួយដែលនៅក្នុង directory ដែលយើងកំពុងតែឈរឧទាហរណ៍ថាឥឡូវខ្ញុំកំពុងតែឈរនៅលើ SU2434 នៅពេលដែលខ្ញុំវាយ command touch នៅក្នុងហ្នឹងអញ្ចឹងfile មួយហ្នឹងនឹងធ្លាក់ចូលទៅក្នុងdirectory SU2434 ឥឡូវខ្ញុំប្រើ touch file មួយ .txt បន្ទាប់មកខ្ញុំ list file មើលនេះគឺជា file មួយដែលខ្ញុំបានបង្កើតអំបញ្ញមិញបន្ទាប់មកគឺ command vi file 2.txt នោះនៅពេលដែលយើងបង្កើតនៅ command vi គឺយើងអាចបញ្ចូលនៅអ្វីៗនៅក្នុង file text មួយហ្នឹងបានឥឡូវខ្ញុំសូម insert នៅ text មួយចំនួនខ្ញុំប្រើនៅ option I ដើម្បី insert បន្ទាប់មកខ្ញុំអាចសរសេរថា welcome to linux បន្តមកទៀតខ្ញុំអាចចុចescape ដើម្បីចេញពីការ insert មួយនេះហើយខ្ញុំអាចចុច Q បានបើសិនជាយើងចង់មើលនៅក្នុងfile 2.txt អំបញ្ញមិញនេះយើងបានសរសេរគេខ្លះគឺយើងអាចប្រើ command មួយគឺ command cat file 2.txt នេះគឺជា text ដែលយើងបានសរសេរអំបញ្ញមិញនៅក្នុង file 2.txt បន្តមកគឺចូលទៅកាន់ command មួយទៀតគឺជា command history ដែលសម្រាប់បង្ហាញនៅ command line ដែលយើងបានសរសេរកាលពីមុនមកទាំងអស់អញ្ចឹងយើងអាចវាយ history
Story នេះគឺជា command line ទាំងអស់ដែលយើងធ្វើការប្រើប្រាស់កាលពីមុនបន្តមកយើងក៏មាន option មួយទៀតគឺ option C នៅក្នុងcommand history ផងដែរដែល option C មួយនេះគឺតម្រូវឲ្យយើងអាច clear ទៅលើ command line ផ្សេងៗដែលយើងបានវាយកាលពីមុនបានអញ្ចឹងឧទាហរណ៍ថា command line របស់ខ្ញុំវាមានច្រើនអញ្ចឹងខ្ញុំចង់ clear វាខ្ញុំអាចវាយ history.c បន្តមកខ្ញុំអាចមើលទៅកាន់ history ម្ដងទៀតនេះគឺ command line នៅសល់តែ history មួយទេដល់ command line ផ្សេងៗទៀតគឺបាន clear អស់ហើយអញ្ចឹងសម្រាប់ lecture note ទី1គឺមានតែប៉ុណ្ណេះឯងសូមអរគុណទៅដល់លោកគ្រូ